តោះបងប្អូនឥឡូវយើងមកវិភាគសាច់រឿងនៃលេងណាពាក់ព័ន្ធជាមួយរឿងអាកំបាំងសាហាយក្នុងប្រទេសដែលកំពុងតែចាក់បញ្ចាំងនៅក្នុងផេកផ្លូវការរបស់ក្រុមបរិយាបរធីមទាំងអស់គ្នារឿងហ្នឹងគឺកំពុងតែធ្វើអ្នកទស្សនាទាំងចិត្តខ្លាំងមែនទែនបងប្អូននិយាយមែនសូម្បីតែខ្ញុំក៏តឹងចិត្តដែរអ្នកនរគ្នាអ្នកកន្លែងនេះខ្ញុំខំតែសប្បាយចិត្តខំតែអោយថាសូយ៉ាបានលួចដាក់ស្លឹកប្រាក់ស្ងាត់ស្ងាត់អីចឹងទៅដើម្បីជួយបងស្រីហើយនឹងហ្វងឲ្យមានតំណែងល្អវិញចឹងណាបងប្អូនអ្នកគ្នាប៉ុន្តែក៏ធ្វើលបthôiអាដូចមួយចឹងទៅក៏នីតាមកទៅវិញអ្នកគ្នាពេលហ្នឹងនីតាសួរថាឯងចង់ធ្វើអីអីបានជាឯងជឿងប់ជាមួយនឹងបងវ៉ាមិនហេតុអីបានជាទៅភេទទៅជួបជាមួយនឹងបងវ៉ាវិញគឺប្លែកចឹងណាគ្នាហើយសូយ៉ាបានប្រាប់ថាជាបងខ្ញុំគ្រាន់តែចង់ឲ្យបងទាំងពីរនោះមានតំណែងល្អវិញចឹងទៅគ្រាន់តែយើងដាក់សាក់របស់លេងទៅឲ្យលោកបានផលមែនអញ្ចឹងណាគ្នាប៉ុន្តែនិយាយមែនរឿងនេះគឺលីតាងប់ជាមួយនឹងប្តីហើយនឹងម្ដាយក៏ខ្លាំងមែនតើដោយគាត់គិតថាมันអាចមានអារង្វើឬក៏អាសកម្មភាពផ្លូវហ្នឹងទេគាត់ជឿទេអ្នកគ្នាទោះគឺជាអ្នកណានិយាយអីក៏គាត់ជឿដែរអញ្ចឹងទៅពេលហ្នឹងគឺសូយ៉ាបញ្យល់ចុះឡើងចិត្តបានដែរណាអ្នកគ្នាចៃដន្យអីនេះម៉ែមកតអ្នកគ្នាពេលហ្នឹងម៉ែគាត់បាននិយាយថាបើយ៉ាងបានជាពួកឯងចំណាយពេលអត់ប្រយោជន៍មករឿងតាមរឿងចឹងអីចឹងឡើងថាមកជឿរឿងផ្លូវងឹតអីចឹងណាហើយគាត់ថាទៅជឿអីអាវ៉ាហ្នឹងភាសាអាវ៉ាហ្នឹងគឺពីមុនចង់តាក់ទងជាមួយនឹងកូនស្រីរបស់គាត់តែអត់បានសម្រេចចឹងទៅធ្វើឲ្យលីតាចាប់ផ្ដើមជឿតាមម៉ែគាត់ទៀតទៅម៉ែគាត់និយាយអីក៏គាត់ជឿដែរនិយាយមែនអ្នកគ្នាខ្ញុំជឿថាអ្នកគ្នាគាត់តាំងចិត្តថាទូអង្គលីតាគឺងប់ជាមួយនឹងម៉ែហើយនឹងសម្ដីរបស់ហ្វុងខាងមែនតើដឹងថាហ្វុងប្លែកមែនតើនៅតែចាប់អារម្មណ៍រឿងពើពាន់ហ្នឹងទេអ្នកគ្នាគឺអត់ជឿទៅលើផ្លូវតែម្ដងចឹងអ្នកគ្នាបើចង់ដឹងថារឿងហ្នឹងមិនមែនទេអ្នកគ្នាកុំភ្លេចទស្សនាទាំងអស់គ្នាតាមเพจផ្លូវការរបស់បរិបទធីមចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងអ្នកគ្នាចឹងតាមដានទាំងអស់គ្នាបាយបាយ